សន្ទុះប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ 97.9 កាលពីថ្ងៃអង្គារ ដោយបានចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល 3 ឆ្នាំ ដោយសារការបន្ថយលំហូរប្រេងនៅមជ្ឈមបូព៌ាបានបង្កឲ្យមានក្តីបារម្ភខ្លះៗអំពីអតិផរណាប្រេង និងដោយសារការព្យាករណ៍នៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលរបស់ Fed ជាច្រើនដងនៅក្នុងឆ្នាំនេះ អ៊ីស្រាអែល និងអ៊ីរ៉ង់តាមសេចក្តីរាយការណ៍បានបើកការវាយប្រហារថ្មីភ្លាមៗបន្ទាប់ពីបានយល់ព្រមលើបទជប់បាញ់កាលពីថ្ងៃអង្គារ ប៉ុន្តែបានបដិសេធចំពោះការសន្យាថានឹងមិនសងសឹកណាមួយឡើយ នេះបានធ្វើឲ្យស្ថានភាពថនថយមកវិញ បន្ទាប់ពីការវាយប្រហារហាក់បីដូចជាបានគ្រប់គ្រងបានរវាងកងកម្លាំងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកកាលពីថ្ងៃមុន ដែលជំរុញឲ្យតម្លៃប្រេងធ្លាក់ចុះ ខណៈពេលដែលនាវាដឹកប្រេងបានបញ្ជូនបន្តតាមច្រកសមុទ្រហូម៉ុស ទិន្នន័យអតិផរណាដែលមិនល្អប្រសើរបានគាំទ្រដល់ការយល់ឃើញនៃការកាត់បន្ថយអត្រាការប្រាក់ចំនួន 2 ដងដោយ Fed នៅក្នុងឆ្នាំនេះ មួយវិញទៀត ប្រធានធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក លោក Powell បានកត់សម្គាល់ថាការព្រួយបារម្ភអំពីអតិផរណាពីពន្ធគយគឺជាផ្នែកមួយដែលទំនួលខុសត្រូវចំពោះ Fed ដែលមិនព្រមកាត់បន្ថយអត្រាការប្រាក់កាលពីការប្រជុំចុងក្រោយ ការគាំទ្រការព្យាករណ៍នៃការកាត់បន្ថយអត្រាការប្រាក់នេះបណ្ដាលមកពីពន្ធដែលត្រូវបានខឹងសម្បារពីត្រាំកំណត់ត្រឹមថ្ងៃទី 9 កក្កដា មាសបានធ្លាក់ចុះដល់កម្រិតតម្លៃ $3,325 ក្នុង1អោនកាលពីថ្ងៃអង្គារ តែជាកម្រិតទាបពីសប្តាហ៍ ខណៈដែលទីផ្សារបានវាយតម្លៃនិរន្តរភាពនៃបទឈប់បាញ់រវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ទីក្រុងតេអារ៉ង់និងតេលអាវីវបានយល់ព្រមលើបទឈប់បាញ់មួយរយៈពេលដែរបន្ទាប់ពីបានរៀបប្រហារគ្នាទៅវិញទៅមកតាំងពីសប្តាហ៍មុន ប៉ុន្តែរបាយការណ៍នៃការបាញ់ប្លង់មីស៊ីលថ្មីៗនេះនិងការបញ្ជាការវាយប្រហារបានបង្កើនការសង្ស័យលើសុពលភាពខ្លីនៃបទឈប់បាញ់និងមានការព្រួយបារម្ភថាចំនួននឹងបន្តកើនឡើងវិញក្នុងពេលឆាប់ៗនេះនេះគឺបន្ទាប់ពីការវាយប្រហាររវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានធ្វើឲ្យមានការខូចខាតតិចតួចនិងបានព្យាករណ៍ពីរយៈពេលនៃការកើនឡើងជាក់ស្ដែងនៃការវាយប្រហារនេះបានថយចុះដោយកាត់បន្ថយតម្លៃមាសនិងការពារលោហៈមួយនេះពីការត្រឡប់ទៅរកតម្លៃខ្ពស់បំផុត $3,500 ក្នុង1អោនកាលពីចុងខែមេសាកន្លងទៅក្នុងពេលជាមួយគ្នានេះដែរសមាជិក FOMC សំខាន់បានកត់សម្គាល់ថាពួកគេមិនត្រូវបានប្រឆាំងទៅនឹងការកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំខែកក្កដាខាងមុខរបស់ Fed ចំពេលដែលមានសញ្ញានៃទីផ្សារការងារបានធ្លាក់ចុះនិងការកើនឡើងតម្លៃចំពោះការចំណាយលើទំនិញរបស់អ្នកប្រើប្រាស់